Nơiពេលដែលខ្លាមេងគេបានធ្វើដំណើរចូលទៅដល់ស្រុកភូមិអ្នកកំឡោះរបស់យើងក៏បានទៅសួរនាំទៅកាន់អ្នកភូមិក៏ប៉ុន្តែអ្នកខ្លះចោទដាក់ថាអ្នកនោះអ្នកខ្លះទៀតចោទដាក់ថាអ្នកនេះចំណែកឯគោលដៅដែលគេចោទប្រកាន់ខ្លាំងជាងគេនោះគឺជាពូឆានតែនៅពេលថ្ងៃដែលអ្នកកំឡោះធ្វើដំណើរចាក់ចេញទៅនោះគេក៏បានដឹងច្បាស់ហើយថាពូឆាននេះគឺជាមេផ្ដាំគំនិតដើម្បីបដិញ្ញលោកតារបស់គេចេញពីក្នុងស្រុកភូមិនឹងឯងដោយសារតែកំហឹងខ្លាមេឃក៏បានដើរសម្ដៅទៅរកពូឆានរួចហើយគេនិយាយថាលោកពូឥឡូវនេះខ្ញុំវិលត្រឡប់មកវិញខ្ញុំត្រូវតែទាសំណងវិញទាំងដើមទាំងការអ្នកកំឡោះបោកភ្នែកធំក្រោយមករំពេចនោះស្រាប់តែភ្នែករបស់គេប្រែคล้ายទៅជាមានពណ៌ក្រហមឆេះតែម្ដងពូឆានជាមួយនឹងអ្នកភូមិក៏ចាប់ដើមមានការផិតភ័យរំពេចនោះផងដែរម្ដាយរបស់គេក៏និយាយថាណែកូនប្រុសយើងទើបតែវិលត្រឡប់ចូលមកកាន់ស្រុកភូមិវិញឯងកុំធ្វើបាបទៅកាន់អ្នកភូមិអីឬក៏ឯងភ្លេចសម្ដីលោកតាបានផ្ដាប់ផ្ដាំឲ្យមែនឬទេលោកតារបស់ឯងផ្ដាំថាម៉េចថាកុំឲ្យឯងចងពៀជាមួយនឹងអ្នកភូមិសំបីតែឆាននេះក៏ដោយក៏មិនឲ្យឯងធ្វើអ្វីទៅកាន់គេដែរពេលនោះផងដែរអំព្រាបគាត់ក៏និយាយថាណែចៅប្រុសឆានគេបានដឹងខ្លួនហើយឆានគេក៏ព្យាយាមទៅរកលោកតាឯងដែរក៏ប៉ុន្តែរកមិនឃើញណែឲ្យតាសុំអវរចុះអ្នកកំឡោះដោយសារតែអ្នកភូមិចេះតែខាត់ម្នាក់បន្តិចក្រោយមកគេក៏បានធ្វើចិត្តឲ្យស្រួលដើម្បីមិនចង់មានកំហឹងជាមួយនឹងពូឆាននេះខណៈពេលនោះខ្លាមេឃបាននិយាយថាខ្ញុំគឺជាចៅប្រុសស្ដេចធ្មប់ឥឡូវខ្ញុំវិលត្រឡប់ចូលមកកាន់ស្រុកភូមិចាប់ពីថ្ងៃនេះទៅបើសិនជាមានអ្នកណាហ៊ានធ្វើបាបមកកាន់គ្រួសាររបស់ខ្ញុំនោះអ្នកនោះប្រកាសជាវិនាសពិតជាមិនខានខ្ញុំប្រាប់ឲ្យច្បាស់ទៅខ្ញុំមិនមែនមនុស្សចិត្តបន់ដូចជាលោកតារបស់ខ្ញុំនោះទេខ្ញុំមិនបៀតបៀនអ្នកដទៃក៏ប៉ុន្តែក៏មិនឲ្យអ្នកណាមកបៀតបៀនគ្រួសាររបស់ខ្ញុំដែរបើសិនជាអ្នកទាំងអស់គ្នាហ៊ានទៅធ្វើអីមកកាន់គ្រួសារខ្ញុំតែបន្តិចខ្ញុំប្រកាសជាសងតែអ្នកទាំងអស់គ្នាវិញឲ្យគ្រប់ចំនួនពិតជាមិនខានពេលនោះផងដែរបន្ទាប់ពីឃើញវត្តមានអ្នកទាំង3នាក់វិលត្រឡប់ចូលមកកាន់ស្រុកភូមិវិញពូសែគាត់ក៏បាននិយាយថាក្មួយប្រុសលោកតារបស់ឯងគឺជាអ្នកមានគុណដល់អ្នកភូមិនេះពូមិនភ្លេចនោះទេថ្ងៃនេះឪពុកម្ដាយរបស់ក្មួយវិលត្រឡប់មកវិញពូសប្បាយចិត្តខ្លាំងណាស់ណែឥឡូវនេះឯងច្បាស់ជាចេះអាគមពីលោកតាពិតជាមិនខានចាប់ពីថ្ងៃនេះទៅឯងនៅក្នុងស្រុកភូមិនឹងអាចការពារទៅកាន់អ្នកភូមិបានបើសិនជាអ្នកណាមិនដឹងគុណចំពោះគ្រួសាររបស់ឯងទៀតនោះឯងកុំប្រណិចដៃអីចាត់ការទៅកាន់គេទៅធម្មតាការអត់ធន់តែតែមានដែនកំណត់មនុស្សដែលមិនដឹងគុណជួយប៉ុណ្ណាក៏គេមិនដឹងគុណដែរអ្នកភូមិគ្រប់គ្នាចាប់ផ្ដើមដាក់ទឹកមុខរួចឆាយសម្លឹងមកគ្នាទៅមកពួកគាត់ពិតជាមនុស្សរមើសគុណមែនទាំងលោកតារបស់ខ្លាមេឃនេះជួយមកកាន់អ្នកភូមិច្រើនសន្ធឹងក្រោយពីនោះទៅអ្នកកំឡោះក៏បានសួររកពូវឿនរំពេចនោះលោកពូម្នាក់ក៏បាននិយាយថាណែលោកក្មួយវឿនមើលរយៈនេះគេលំបាកលំបិនខ្លាំងណាស់ដោយសារតែមានវងពពួកសត្វចចមកហែកស៊ីសត្វគោរបស់គេមួយនឹមនោះគេមិនអាចធ្វើដំណើរចូលទៅក្នុងព្រៃទៅកាប់អស់កាប់សម្បែងយកមកលក់ដូរបន្តទៀតបាននោះទេសពថ្ងៃនេះគេបដូរមុខរបរហើយគឺណែទៅនេសាទត្រីនិងទៅរកបន្លែយកមកឲ្យកូនស្រីលួគឺស្រីមុំគឺជាកូនក្រមុំរបស់គេនឹងឯងតែអ្នកកំឡោះដូចជាភ្លេចមុខដោយសារតែគេមិនសូវជាបានឃើញស្រីមុំកំឡោះរបស់ជើងបន្ទាប់ពីដឹងថាពូវឿនដែលជាអ្នកមានគុណឲ្យបាយកញ្ចប់2កញ្ចប់ទៅកាន់គេនោះកំពុងតែរងទុក្ខគេក៏បានកលេចមើលទៅកាន់មុខម្ដាយភ្លាមនោះអ្នកមីងបរិយក៏បានដឹងពីចិត្តកូនប្រុសក្រោយមកគាត់ក៏និយាយថាណែកូនម៉ែបានឮលោកតារបស់ឯងនិយាយរៀបរាប់អស់ហើយឯងក៏ព្រួយបារម្ភអី
អ្នកណាធ្វើគុណមកលើយើងត្រូវតែតបស្នងសងគុណទៅកាន់គេវិញណែចាំមើលស្អែកសិនទៅយើងនឹងរៀបចំផ្ទះសប្បាយយើងឲ្យបានស្រួលបួលអំព្រាមពូឈៀងនិងពូសែបាននិយាយថាណែអ្នកទាំង3សត្វគោក្របីរបស់អ្នកទាំងអស់គ្នានោះខ្ញុំបានយកទៅចិញ្ចឹមបីបាច់ថែរក្សាបានល្អណាស់ឥឡូវថ្ងៃនេះខ្ញុំនឹងទៅយកមកឲ្យអ្នកទាំងអស់គ្នាវិញពូកើនគាត់ក៏បាននិយាយថាអំព្រាមយកថ្លៃចិញ្ចឹមសត្វគោក្របីនេះខ្លះទៅនៅរយៈពេល3ឆ្នាំហើយតែគាត់បាននិយាយថាយកធ្វើអីគុណតាម៉ៃចំពោះអ្នកភូមិនេះធំធេងខ្លាំងណាស់បើសិនជាគ្មានគាត់ប្រហែលជាគ្មានអ្នកភូមិនេះនៅឈរជុំគ្នាទីកន្លែងបាននោះទេបើគ្មានគាត់ខ្ញុំក៏គ្មានជីវិតនៅចិញ្ចឹមសត្វគោក្របីនៅជួបជុំគ្រួសារបានដែរនេះមែនទេឈៀងសែក្រោយមកពួកគាត់ក៏ចាប់ដើមទៅយកសត្វចិញ្ចឹមទៅឲ្យអ្នកកំឡោះនេះទៅអ្នកភូមិផ្សេងទៀតក៏បានលុតជង្គង់សុំទោសទៅកាន់គ្រួសាររបស់អ្នកកំឡោះខ្លាមេងជាពិសេសពូឆានគាត់លើកដៃសំពះទៅកាន់អ្នកកំឡោះហើយគាត់បាននិយាយថាលោកក្មួយពូគឺជាមនុស្សអាត្មានិយមខ្លាំងណាស់ដោយសារតែគំនុំចាស់សុកចិត្តធ្វើឲ្យតាម៉ៃដែលជាមនុស្សមានទឹកចិត្តល្អមានការលះបង់ខ្ពស់មកកាន់អ្នកស្រុកអ្នកភូមិនេះឲ្យគាត់បាត់បង់ជីវិតនៅក្នុងព្រៃសូមឲ្យលោកពូសូមទោសផងខ្លាមេឃគេដកដង្ហើមធំក្រោយមកគេបាននិយាយថាមិនអីទេពូណាស់ហើយទៅចុះរឿងហ្នឹងឲ្យចប់ទៅត្រឹមនឹងទៅខ្ញុំមិនចង់វែងឆ្ងាយទៀតនោះទេឥឡូវនេះថ្មីត្បិតតែលោកតារបស់ខ្ញុំបាត់បង់ជីវិតក៏ប៉ុន្តែគាត់នៅជុំវិញខ្លួនខ្ញុំគ្រប់ទីកន្លែងធាតុរបស់គាត់ក៏ខ្ញុំយកមកកាន់ស្រុកភូមិដែរហើយខ្ញុំក៏បានជួបជុំជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំដែរមិនអីទេខ្ញុំលើកលែងទោសឲ្យលោកពូចុះអ្នកភូមិក៏សប្បាយចិត្តហើយពួកគាត់ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសប្បាយវិញរៀងខ្លួនក៏ប៉ុន្តែពួកគាត់ដើរទាំងមានចិត្តស្រងេះស្រងោចនឹកឃើញទៅដល់កំហុសរបស់គាត់ដែលធ្លាប់បានសាងទៅកាន់អ្នកមានគុណក្រោយពីនោះទៅអ្នកទាំង3នាក់ក៏បានរៀបចំផ្ទះសម្បែងជំរះស្មៅឲ្យបានស្អាតបានព្រោះថាថ្មីត្បិតតែមួយរយៈនេះអំព្រាមគាត់ឧស្សាហ៍មកជំរះមែនតែគាត់មិនហ៊ាននៅជំរះយូរពេកនោះទេដោយសារតែភ្នែកមនុស្សគឺចេះតែសម្លឹងមកខ្លាចថាអំព្រាមនេះនៅដងមេឃអងិនប្រមូលយកទ្រព្យសម្បត្តិចេញពីក្នុងផ្ទះលុះដល់រសៀលបន្តិចអំព្រាមពូឈៀងជាមួយនឹងពូសែក៏បានយកសត្វចិញ្ចឹមដែលតាម៉ៃប្រាប់ថាប្រវាស់ឲ្យទៅកាន់ពួកគាត់នោះយកត្រឡប់មកកាន់ផ្ទះសបែងរបស់អ្នកកំឡោះខ្លាមេឃវិញក៏ប៉ុន្តែសត្វគោរបស់គាត់រយៈពេល3ឆ្នាំនេះក៏បានកូនច្រើនដែរតែស្របពេលនោះលោកអ៊ំបាននិយាយថាណែបូរីក្មួយស្រីនោះមេគោនោះចិត្តទម្លាក់ទៀតហើយណែមើលទៅកូនរបស់វាកាន់តែច្រើនទៅហើយឯងមើលថែទៅកាន់សត្វគោក្របីនេះបន្តទៅព្រោះថាតាម៉ៃគឺជាមនុស្សចូលចិត្តចិញ្ចឹមសត្វខ្លាំងណាស់ហើយស្ដាយណាស់ដែលតាម៉ៃគាត់បាត់បង់ជីវិតនៅក្នុងព្រៃកាលនោះបើសិនជាគាត់មិនហ៊ានវិជាថ្មគាត់ប្រកាសជានឹងមានជីវិតដល់សពថ្ងៃពិតជាមិនខានព្រោះថាតាម៉ៃគឺជាមនុស្សធ្វើការច្រើនគាត់នេះធ្វើពលកម្មជារៀងរាល់ថ្ងៃកាយសម្បត្តិរបស់គាត់មាំទាំណាស់ដោយសារតែវិជាអាបធ្មប់នឹងឯងទើបធ្វើឲ្យគាត់ប្រែក្លាយទៅជាទ្រុឌទ្រោមឆាប់បាត់បង់ជីវិតដូចនេះអ្នកទាំង3សំពះអរគុណទៅកាន់អំព្រាមពូឈៀងនិងពូសែដែលជាអ្នកមានគុណបានជួយចិញ្ចឹមបីបាច់ថែរក្សាសត្វចិញ្ចឹមរបស់គាត់នៅពេលនោះពូឈៀងបាននិយាយថាណែសត្វគោក្របីនោះគឺនៅទេក៏ប៉ុន្តែមន្ទីនៅទីកន្លែងនេះប្រហែលជាវាដើរទៅផ្ទះគេវាយស៊ីអស់ហើយណែពួកខ្ញុំដោយសារតែយកវាទៅដាក់ឃុំនៅទីកន្លែងមួយបានយ៉ាងល្អបើមិនអញ្ចឹងទេពេលយប់ប្រកាសជាមានសត្វចចកខ្មៅមកហែកស៊ីសត្វគោក្របីពិតជាមិនខានចាប់តាំងពីថ្ងៃដែលតាម៉ៃចាក់ចេញពីស្រុកភូមិទៅយូរម្ដងតែតែមានវងចចកធ្វើដំណើរចូលមកក្នុងភូមិរបស់ជើងតែសត្វចចកទាំងអស់នោះមិនដូចជាចចកធម្មតានោះទេវាមានភ្នែកពណ៌ខ្មៅ
ចំណែកឯសម្បល់ពួកវានោះគឺខ្មៅក្របតែម្ដងចម្លែកណាស់តាំងពីកើតមកមិនធ្លាប់ជួបសត្វចចកទាំងអស់នេះទេទៅតែរយៈពេលខ្ទង់ប្រហែលជា3ឆ្នាំនេះតែប៉ុណ្ណោះកើតរឿងហេតុចម្លែកខ្លាមេងគេក៏បានសួរទៅកាន់លោកពូថាលោកពូហើយចុះតើលោកពូមានចាត់ការទៅកាន់សត្វចចកបានខ្លះដែរឬទេពេលនោះលោកពូគាត់ក៏បានតបថាក្មួយណែសត្វចចកនោះវាមិនចាំបាច់ប្រើក្របអាគមស្អីនោះទេក្របកំភ្លើងធម្មតារបស់ជើងនេះក៏អាចចាត់ការទៅកាន់វាបានដែរតែទាស់ត្រង់ថាវាមានភាពរហ័សរហួនបើសិនជាវាមកមួយក្បាលពីរក្បាលឯនោះយើងអាចចាត់ការបានងាយស្រួលក៏ប៉ុន្តែបើសិនជាវាមកទាំងវងវិញពួកយើងក៏រត់ដោយសារតែវាដែរណែបើសិនជាក្មួយចុះមកដល់ទីកន្លែងនេះហើយក្មួយប្រកាសជាអាចជួយទៅកាន់អ្នកភូមិបានពិតជាមិនខានស្របពេលនោះផងដែរស្រាប់តែប្រទះឃើញក្រមុំម្នាក់កំពុងតែកណ្ដៀនបន្លែដូចជាប្រលិនរំចង់ព្រមទាំងត្រីមួយកញ្ជើយកមកលក់នៅតាមផ្លូវស្របពេលនោះពូកើតគាត់ក៏បានសួរថាអូននោះតើជាកូនក្រមុំអ្នកណាទៅមើលទៅរូបរាងស្អាតបាតណែគេដើរលក់ស្អីគេទៅអំព្រាបគាត់ក៏បានតបថានាងឈ្មោះថាស្រីមុំជាកូនក្រមុំរបស់វឿននឹងឯងវឿនចាប់តាំងពីសត្វចចកស៊ីសត្វគោមីនឹមរបស់គេមកគេគ្មានសត្វគោណាទុំរទេះចូលទៅក្នុងព្រៃទៀតនោះទេណែឥឡូវនេះបដូរមុខរបរហើយអើយអាណិតទៅកាន់គ្រួសារនេះណាទៅតែរកស៊ីឡើងបានបន្តិចក៏ស្រាប់តែជួបគ្រោះឥឡូវនេះចាប់ដើមធ្លាក់ដណ្ដាបវិញហើយពិតជាគួរអាណិតទៅកាន់គ្រួសារគេណាគ្រួសាររបស់គេនេះគឺជាមនុស្សល្អណាស់ភ្លាមនោះផងដែរអ្នកមីងបរិយដោយសារតែឃើញក្រមុំនោះកំពុងតែដើរលក់បន្លែព្រមទាំងត្រីគាត់កំពុងតែមិនទាន់មានម្ហូបមកស្លស្លុកផងអ្នកមីងក៏បានហៅស្រីក្រមុំចូលទៅក្នុងផ្ទះនាងក្រមុំចាប់ដើមចម្លែកចិននាងបានញញឹមរួចហើយនិយាយថាអ្នកមីងគឺជាមីងបរិយនិងពូកើតដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមែនឬទេមីងបរិយគាត់ក៏បានតបថាមែនហើយក្មួយស្រីគឺមីងនឹងហើយណែមីងដោយសារតែមានការភ័ន្តច្រឡំបន្តិចបន្តួចទៅពួករាជការគេចាប់មីងដាក់ឃុំអស់រយៈពេលប្រហែលឆ្នាំទៅបន្ទាប់ពីស្រាវជ្រាវរួចគេក៏បានដោះលែងមកវិញក៏ប៉ុន្តែគួរឲ្យស្ដាយខ្លាំងណាស់នៅពេលដែលមីងត្រឡប់មកវិញក៏បានជួបជាមួយនឹងឪពុកគាត់បាត់បង់ជីវិតនៅក្នុងព្រៃណែក្មួយស្រីតើឪពុកម្ដាយរបស់ឯងសុខសប្បាយដែរឬទេស្រីមុំនាងបាននិយាយថាគាត់សុខសប្បាយទេក៏ប៉ុន្តែសុខកាយដូចជាមិនសូវសប្បាយចិត្តព្រោះថាមរជៈនេះគ្រួសាររបស់ខ្ញុំកាន់តែដុនដាបទៅពុកម៉ែប្រឹងធ្វើកិច្ចការហួសកម្លាំងពេករហូតដល់ធ្លាក់ខ្លួនឈឺផងដែរឥឡូវនេះគ្រួសារខ្ញុំយ៉ាប់យិនខ្លាំងណាស់នោះគឺជាបងខ្លាមេឃដែលធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងតាម៉ៃមែនទេមេឃបានញញឹមទៅកាន់ស្រីក្រមុំរួចហើយគេក៏បាននិយាយថាមែនហើយមុំការខ្ញុំធ្វើដំណើរចូលទៅក្នុងព្រៃពូវឿនគាត់ក៏បានឲ្យបាយកញ្ចប់ពីរកញ្ចប់របស់គាត់មកកាន់គ្រួសាររបស់ខ្ញុំដែរខ្ញុំមិនភ្លេចគុណគាត់នោះទេចាំមើលថ្ងៃស្អែកខ្ញុំនឹងធ្វើដំណើរទៅកាន់ផ្ទះគាត់លើកដែរឬអត់ណែឥឡូវត្រីនឹងបន្លែនេះគ្រួសាររបស់ខ្ញុំសុំមកយកទាំងអស់ទៅចោះនៅក្នុងពេលនោះស្រីមុំនាងបើកភ្នែកធំហើយនាងនិយាយថាណែបងមេឃបងឯងយកធ្វើឲ្យច្រើនខ្លាំងម្ល៉េះមេឃបានសើចហើយគេនិយាយថាខ្ញុំទិញឲ្យច្រើនទៅដោយសារតែទៅនៅក្នុងព្រៃហូបតែដំឡូងនិងផ្លែឈើព្រៃតែប៉ុណ្ណោះមិនដែលបានហូបសាច់និងបន្លែនោះទេបើហូបនោះក៏ហូបតែឆៅដែរមិនដែលបានស្លស្លុកនោះទេថ្ងៃនេះសុំស្លឲ្យឆ្ងាញ់មាត់ម្ដងមែនទេអ្នកម៉ែមីងបរិយក៏បានញញឹមហើយគាត់បាននិយាយថា
មែនហើយកូនគ្រួសាររបស់យើងមិនដែលបានហូបបាយជុំគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយថ្ងៃនេះយើងស្លមកជួបផលិតមួយមុខទៅណែប្រកាសជាឆ្ងាញ់ពិតជាមិនខានហើយយកត្រីនោះប្រឡាក់ជៀនបន្ថែមទៀតទៅក្រោយមកអ្នកទាំងអស់គ្នាក៏បានមកយកត្រីទាំងអស់រួចហើយអ្នកមីងក៏បានឲ្យថ្លៃប្រាក់នោះច្រើនជាងតម្លៃបន្លែនិងត្រីផងដែរស្រីមុំនាងប្រកាសនាងមិនចោកនោះទេក៏ប៉ុន្តែអ្នកមីងបាននិយាយថានៅក្មួយមនុស្សល្អតែងតែទទួលបានការតបស្នងអំពើល្អទៅវិញគ្រួសារក្មួយស្រីល្អខ្លាំងណាស់មិនឯនោះទេថ្ងៃស្អែកចាំអ្នកមីងធ្វើដំណើរទៅកាន់ផ្ទះក្មួយយកប្រាក់កាក់នេះទៅឲ្យឪពុកម្ដាយទៅស្រីមុំរំភើបចិត្តខ្លាំងណាស់លក់បន្លែអស់រយៈពេលជាច្រើនសប្តាហ៍មិនទាន់ស្មើលុយកាក់ដែលមីងបរិយឲ្យទៅកាន់នាងផងក្រោយពីនោះទៅស្រីក្រមុំក៏បានសំពះលាអ្នកទាំងអស់គ្នាចំណែកឯកំឡោះរបស់ជើងក៏ហាក់ដូចជាចាប់អារម្មណ៍ទៅកាន់ស្រីក្រមុំម្នាក់នេះពេលនោះពូកើតបានកែប្រពន្ធគាត់រួចហើយនិយាយតិចថានេះម៉ែវាមេកូនរបស់ជើងសង្ស័យតែចាប់អារម្មណ៍ទៅកាន់ស្រីក្រមុំនោះទេណោះមើលគេមិនដាក់ភ្នែកនោះឡើយអ្នកមីងគាត់ក៏បានតបថាឪវាធម្មតាក្រមុំកំឡោះឃើញគ្នាតែប៉ុណ្្នឹងឯងដោយកាយជើងពីមុននឹងដែរណែតោះឥឡូវតោះលោកតានៅសម្រាប់ហូបបាយនៅទីកន្លែងនេះមួយថ្ងៃទៅខ្ញុំនឹងស្លស្លុកឲ្យឆ្ងាញ់ដើម្បីតបស្នងសងគុណលោកតាវិញពេលនោះអំព្រាបបាននិយាយថាមិនអីនោះទេនាំគ្នាដាំស្លស្លុកហូបចោះណែកុំឲ្យរំខានបរិយាកាសគ្រួសារទៅតែជួបជុំគ្នាខ្ញុំសូមធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយថ្ងៃស្អែកចាំជួបគ្នាទៀតក្រោយពីនោះទៅសំបីតែពូឈៀងនិងពូសែនោះពួកគាត់ក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងនេះដែរលុះដល់ពេលរសៀលថ្ងៃរៀបលេងពួកគាត់ក៏ចាប់ដើមស្រស់ស្រូបអាហារពេលល្ងាចជួបជុំគ្រួសារនៅក្រោមពន្លឺចង្កៀងភ្លឺផ្លុងគ្រួសារបានជួបជុំគ្នាមើលទៅពិតជាមានក្តីសុខណាស់លុះដល់ពេលយំបានចូលមកដល់អ្នកកំឡោះរបស់ជើងក៏បានទៅពិភាក្សាជាមួយនឹងឪពុកម្ដាយអ្នកកំឡោះបាននិយាយថាពុកម៉ែយប់នេះខ្ញុំប្រកាសជាប្រណិប័តការដែលជានៅក្នុងស្រុកភូមិខ្ញុំមិនជឿថាពពួកសត្វចចកភ្នែកខ្មៅនេះវាធ្វើដំណើរចូលមកក្នុងភូមិដែលឯងនោះទេខ្ញុំប្រកាសជាចាត់ការទៅកាន់វាពិតជាមិនខានពុកម៉ែនៅក្នុងផ្ទះចំណែកឯខ្សែសីមាខ្ញុំនឹងឲ្យទៅកាន់អ្នកទាំងពីរសម្រាប់ចងដៃការពារពពួកខ្មោចព្រាយបិសាចអ្នកមីងគាត់ក៏បាននិយាយទៅកាន់កូនប្រុសថាកូនម្ដាយកូនគួរតែប្រយ័ត្នប្រយែងខ្លួនដោយសារតែលើអ្នកភូមិបាននិយាយថាពពួកសត្វចចកខ្មៅនោះមានគ្នាច្រើនខ្លាំងណាស់ណែចឹងមិនចឹងណាកូនឯងទៅសហការជាមួយនឹងអ្នកភូមិដែលគេដើរជាមកាមនៅក្នុងភូមិនេះទៅតែខ្លាមេងគេក៏បានតបថាអត់ទេម៉ែពួកអស់នេះវាចេះខ្លាំងណាស់បើសិនជាឃើញមនុស្សច្រើនវាប្រកាសជាមិនបង្ហាញខ្លួននោះទេខ្ញុំនឹងទៅលាក់ខ្លួនទីកន្លែងមួយហើយរងចាំវាធ្វើដំណើរចូលមកគឺច្រកផ្លូវដែលធ្វើដំណើរពីព្រៃចូលមកកាន់ស្រុកភូមិនឹងឯងតែពេលនោះពូកើតបាននិយាយថាណែកូនឯងធ្វើអញ្ចឹងប្រយ័ត្នតែអ្នកភូមិយល់ច្រឡំទៅណែចាំមិនចឹងម៉ាឯងទៅប្រាប់ដល់អំព្រាបឲ្យគាត់រាយការណ៍ទៅកាន់អ្នកភូមិទាំងអស់គ្នាប្រាប់ថាឯងជប់នេះនៅលាក់ខ្លួននៅក្បែរច្រកផ្លូវដែលធ្វើដំណើរពីព្រៃចូលមកកាន់ស្រុកភូមិតើល្អដែរឬទេក្រោយពីនោះទៅអ្នកកំឡោះក៏បានយល់ព្រមហើយគេក៏បានទៅប្រាប់ដល់អំព្រាបឲ្យប្រកាសដំណឹងនេះប្រាប់ទៅកាន់អ្នកភូមិដោយអ្នកកំឡោះនៅជាមផ្លូវមួយចំណែកឯអ្នកភូមិដើរជាមល្បាតនៅក្នុងភូមិនេះមួយចំហៀងទៀតវេលាពេលយំក៏បានឈានចូលមកដល់អ្នកកំឡោះរបស់ជើងក៏បានទៅលាក់ខ្លួននៅលើមេឈើដ៏ខ្ពស់ស្ដាប់សំឡេងចង្រិតយំសម្លឹងទៅកាន់ទិដ្ឋភាពនៅក្នុងភូមិចំណែកឯព្រះច័ន្ទកំពុងតែរះចេញមកពីទិសខាងកើតរៀងមានពន្លឺក្រហមបន្តិចផងដែរខ្លាមេឃនឹកសំណោះទៅកាន់រឿងរ៉ាវកន្លងជាមួយនឹងលោកតារបស់គេដែលបានទៅរស់នៅក្នុងដែនព្រៃថ្មនេះប្រកាសជាបានឮសំឡេងសត្វចចកស្រែកលូជាពិសេសសត្វតូច
ស្រែកធ្ងន់ធ្ងរនៅពេលដែលព្រះអាទិត្យលែងខ្លាមេឃលើកដៃសំពះរួចឆោយបាននិយាយថាលោកតាខ្ញុំនឹកលោកតាខ្លាំងណាស់តើលោកតាថ្មនេះលោកតាទៅនៅទីកន្លែងណាលោកតាមានដឹងពីចិត្តចៅដែរឬទេចៅនឹកលោកតាខ្លាំងណាស់ចៅនឹកអនុស្សាវរីយ៍ធ្លាប់រស់នៅជាមួយលោកតានៅក្នុងស្រុកភូមិត្រូវគេបណ្ដាញចូលទៅក្នុងព្រៃហូបតែដំឡូងហូបតែស្លឹកឈើចុងក្រោយយើងក៏បែកបាក់គ្នាទៀតដល់ពេលដែលយើងវិលត្រឡប់ចូលមកកាន់ស្រុកភូមិហើយតែលោកតាបែរជាបាត់បង់ជីវិតខ្ញុំពិតជានឹកលោកតាខ្លាំងណាស់ក៏ប៉ុន្តែនិយាយជាមួយនឹងមនុស្សដែលបានបាត់បង់ជីវិតនោះប្រៀបដូចជានិយាយជាមួយនឹងខ្យល់អញ្ចឹងទោះបីជាយើងនិយាយយ៉ាងណាក៏គ្មានអ្នកណាឆ្លើយតបដែរអ្នកកំឡោះបានកាន់កំភ្លើងមួយដើមនៅរងចាំទីកន្លែងនោះរងចាំពពួកសត្វចចកចូលមកដល់មិនយូរប៉ុន្មានក៏ស្រាប់តែសត្វចចកទាំងអស់ក៏ចាប់ផ្ដើមស្រែកលូឲ្យត្រហឹងនៅពីខាងក្រោយភូមិកំឡោះរបស់ជើងក៏បានត្រៀមសម្ភារៈដើម្បីចាត់ការទៅកាន់វាបន្តិចក្រោយមកស្រាប់តែវងចចកខ្មៅខ្មៅរត់យ៉ាងលឿនមើលទៅពួកវាមានចំនួនមិនក្រោមពី5ទៅ6ក្បាលនោះទេពួកវាបានរត់សម្ដៅទៅកាន់ផ្ទះរបស់ពូវឿនខណៈពេលនោះផងដែរអ្នកកំឡោះរបស់ជើងក៏ចាប់ដើមរត់ដេញតាមរួចហើយពពួកសត្វចចកទាំងអស់នោះក៏បានទៅបាត់ខ្លួនម្ដងផ្ទះពូវឿនអ្នកកំឡោះបានគិតថាពួកវានេះប្រហែលជាកំពុងតែលាក់ខ្លួនពិតជាមិនខានវាប្រហែលជាដឹងថាមានអ្នកណាដេញតាមវាកំឡោះរបស់ជើងក៏បានទៅរកទីកន្លែងមួយលាក់ខ្លួនឲ្យបានស្រួលបួលបន្តិចក្រោយមកក៏ស្រាប់តែឮសំឡេងក្អកខឹកចុះមកពីលើផ្ទះសំឡេងនោះគឺជាសំឡេងពូវឿននឹងឯងអ្នកកំឡោះដែលកំពុងតែពួនសំងំសម្លឹងទៅកាន់ពូវឿនដែលកំពុងតែក្អកយកក្រមាបក់ចុកបោះឡើងចុះមកដីនោះកំឡោះចាប់ដើមមានចិត្តព្រួយបារម្ភក៏ប៉ុន្តែក្នុងពេលនោះគេមិនទាន់ធ្វើអ្វីនោះទេដោយអ្នកកំឡោះរងចាំមើលសត្វចចកវាចង់ធ្វើអ្វីទៅកាន់ពូវឿនបន្តិចក្រោយមកក៏ស្រាប់តែចចកមួយវងអំបញ្ញបាញ់នេះបង្ហាញខ្លួនភ្លាមរួចឆោយបានស្ទុះសម្ដៅទៅរកពូវឿនដែលកំពុងតែអង្គុយជក់បារីនៅលើកាំចិន្តាខណៈពេលនោះពូវឿនស្រែកខ្លាំងផ្អើលអ្នកជិតខាងនៅទីកន្លែងនេះអ្នកកំឡោះរបស់ជើងក៏បានស្ទុះចូលទៅរួចឆោយទាញកំភ្លើងរបស់គេចាប់ដើមចាត់ការទៅកាន់សត្វចចកនោះត្រឹមតែមួយផ្លែតអ្នកកំឡោះក៏ចាត់ការទៅកាន់សត្វចចកនោះបានសម្រេចតែម្ដងខណៈពេលនោះពូវឿនក៏បានសួរថាចេអ្នកកំឡោះហេតុអ្វីក៏ក្មួយចូលមកដល់ទីកន្លែងនេះឯងគឺជាខ្លាមេឃមិនទេក្មួយកំឡោះជើងក៏បាននិយាយថាមែនហើយលោកពូខ្ញុំគឺជាខ្លាមេឃខ្ញុំតាមដានអាសន្នចចកនោះតាំងពីផ្លូវបំបែកចេញមកពីក្នុងព្រៃឯណោះខ្ញុំតាមវាមកដល់ទីកន្លែងនេះណែលោកពូហេតុអ្វីក៏ស្គមខ្លាំងម្ល៉េះលើកមុនខ្ញុំបានជួបលោកពូមិនមែនស្គមអញ្ចឹងនោះទេពូវឿននិយាយទាំងសំឡេងខ្សៅថាក្មួយអើយនៅលើលោកនេះគ្មានអ្វីថត់ថេរនោះទេណែពូតាំងពីសត្វចចកមួយវងនេះចាត់ការទៅកាន់សត្វគោរបស់ពូរួចមកពូគ្មានសត្វគោបរទេសចូលទៅរកអស់ក្នុងព្រៃបន្តទៀតនោះទេហើយក៏បដូរមុខរបរទៅចេះតែរកទៅនេះបន្តិចនោះបន្តិចដោយសារតែរកវាមិនសូវគ្រប់ទើបពូប្រឹងប្រែងរហូតដល់លើសកម្លាំងទើបធ្លាក់ខ្លួនស្គមរីងរៃដូច្នេះអ្នកកំឡោះក៏បាននិយាយថាលោកពូខ្ញុំមិនភ្លេចគុណបាយកញ្ចប់របស់លោកពូនោះទេខ្ញុំនៅចាំចំណេញណែលោកតារបស់ខ្ញុំបានបាត់បង់ជីវិតនៅក្នុងព្រៃទៅហើយគាត់ផ្ដែផ្ដាំខ្ញុំឲ្យកុំភ្លេចគុណរបស់លោកពូព្រោះថាកាលនោះអ្នកភូមិគ្រប់គ្នាបណ្ដេញខ្ញុំជាមួយនឹងលោកតាចូលទៅក្នុងព្រៃចំណែកឯលោកពូស្ម័គ្រចិត្តឲ្យបាយកញ្ចប់ទាំងពីរកញ្ចប់របស់ខ្លួនឲ្យមកកាន់ខ្ញុំជាមួយនឹងលោកតាខ្ញុំមិនភ្លេចគុណលោកពូនោះឡើយថ្ងៃស្អែកនេះចាំខ្ញុំទៅយកប្រាក់ខ្លះមកឲ្យលោកពូទៅរកថ្នាំសង្កូវចុកម្ហូបអ្នកគ្រប់គ្នាបន្ទាប់ពីលឺស្នូកំភ្លើងផ្ទុះក្ដួងក្ដាំងក៏បានធ្វើដំណើរចូលមកកាន់ទីកន្លែងនេះសូម្បីតែអ្នកជាមនៅក្នុងភូមិ
មួយក្រុមក៏បានធ្វើដំណើរចូលមកដល់ទីកន្លែងនេះផងដែរស្របពេលនោះពវឿនគាត់បាននិយាយថាអោក្មួយប្រុសហើយណែគ្រួសាររបស់ពូនេះក៏ចំពាក់គុណគ្រួសារឯងច្រើនដែរកាលពីតាម៉ៃគាត់នៅនោះគាត់ក៏បានជួយសង្គ្រោះមកកាន់គ្រួសាររបស់ពូម្ដងហើយពូឲ្យបាយកញ្ចប់នោះគ្រាន់តែជាការតបស្នងគុណបន្តិចបន្តួចតែប៉ុណ្ណោះក្មួយឯងទៅគិតស្អីតែខ្លាមេឃគេបានតបថាលោកពូមនុស្សចំពាក់គុណសងគុណលោកតារបស់ខ្ញុំបានស្ដីបដៅខ្ញុំតាំងពីក្មេងមនុស្សបើសិនជារមើលគុណគេរកស៊ីក៏មិនឡើងអនាគតប្រកាសជាវិនាសបន្តិចក្រោយមកអ្នកភូមិក៏បានធ្វើដំណើរចូលមកដល់ក្រោយមកពួកគេបាននិយាយថាយេសត្វចចកទាំងអស់នេះនេះតើអ្នកណាជាអ្នកចាត់ការទៅស្របពេលនោះពវឿនគាត់ក៏បាននិយាយថាអូអ្នកភូមិទាំងអស់គ្នាតាមពិតទៅសត្វចចកនេះគឺលោកក្មួយខ្លាមេជាអ្នកចាត់ការនឹងឯងអំបាញ់មិញនេះវាមានកម្រងនឹងចាត់ការខ្ញុំធ្វើជាចំណៃអំព្រាបបាននិយាយថាយេខ្ញុំស្មានតែវឿនឯងជាអ្នកចាត់ការទៅកាន់វាតាមិននឹកស្មានថាចៅខ្លាមេឃធ្វើដំណើរចូលមកដល់ទីកន្លែងនេះតន់ពេលនោះពូឈៀងគាត់និយាយថាណែក្មួយប្រុសហើយចៅឯងធ្វើយ៉ាងម៉េចបានជាមកតាមសត្វចចកតន់ដល់ទីកន្លែងនេះខ្លាមេឃគេក៏បានរៀបរាប់សាច់រឿងទាំងអស់ប្រាប់ទៅកាន់អ្នកភូមិទៅដោយគេទៅស្ទាក់ផ្លូវមួយបំបែកចេញពីព្រៃចូលមកក្នុងភូមិចាំតាមដានទៅកាន់ពពួកសត្វចចកទាំងអស់នេះនៅក្នុងពេលនោះអ្នកកំឡោះបាននិយាយថាណែអ្នកភូមិទាំងអស់គ្នាខ្ញុំគិតថាសត្វចចកនេះមិនមែនមានតែប៉ុណ្្នឹងនោះទេខ្ញុំជឿជាក់ថាមានសត្វចចកផ្សេងទៀតនៅក្នុងព្រៃអ្នកទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នពួកសត្វអស់នេះគឺវិស៊ីសាច់វាគ្មានការត្រាប្រណីនោះទេណែលោកពូនាំគ្រួសារឡើងទៅលើផ្ទះវិញទៅចំណែកសត្វចចកនេះទុកឲ្យអ្នកភូមិគេចាត់ការទៅលោកពូស្គមណាស់គ្មានកម្លាំងកំហែងនោះទេក្រោយមកពូវឿនគាត់ក៏បានអរគុណទៅកាន់អ្នកកំឡោះដែលបានមកជួយគាត់ទាន់ពេលវេលាបើមិនអញ្ចឹងទេពេលនេះគាត់ប្រកាសជាសល់ទៅចង់ពិតជាមិនខានស្រីមុំលួចសម្លឹងទៅកាន់អ្នកកំឡោះម្នាក់នេះពិតជាក្លាហានណាស់នាងបានលួចញញឹមនៅក្នុងចិនចំណែកឯខ្លាមេឃក៏បានសម្លឹងទៅកាន់នាងដែលកំពុងទៅកាន់ចង្កៀងដែរខ្លាមេឃគិតក្នុងចិត្តថាស្រីក្រមុំម្នាក់នេះបែកគ្នាតែប៉ុន្មានឆ្នាំឥឡូវនេះបែរជាមានរូបរាងស្រស់ស្អាតដល់ថ្នាក់នេះកាលពីមុននៅជាក្មេងលេងដីសោះបន្ទាប់ពីនោះទៅអ្នកភូមិក៏ចាប់ផ្ដើមរៀបចំយកពពួកសត្វចចកនោះយកទៅក្រវត្តក្រវែងចោលឲ្យឆ្ងាយពីស្រុកភូមិទៅហើយពួកគាត់បានដើរយាមល្បាតទៀតបន្ទាប់ពីចាត់ការទៅកាន់សត្វចចកមួយវងនោះហើយខ្លាមេឃគេក៏បានត្រឡប់ទៅផ្ទះដើម្បីទៅហូបទឹកបន្តិចក្រោយពីហូបទឹករួចអ្នកកំឡោះក៏បានទៅអង្គុយលើកាំចដារួចហើយសម្លឹងទៅកាន់ព្រះច័ន្ទដែលទៅតែរះបានរៀងខ្ពស់បន្តិចមួយសន្ទុះក្រោយមកទៀតស្រាប់តែអ្នកកំឡោះបានឃើញអ្វីមួយមានមាឌធំភ្នែកឲ្យក្រហមឆេះក៏ប៉ុន្តែរូបរាងជាមនុស្សតែដោះកន្ទុយដូចជាសត្វចចកអ្នកកំឡោះមានការភ្ញាក់ផ្អើលខ្លាំងណាស់រួចហើយគេក៏បានរត់ទៅតាមស្របពេលនោះផងដែរគេក៏បានឃើញថាមនុស្សនោះមានដៃរហូតដល់តែ4រឿងនេះធ្វើឲ្យអ្នកកំឡោះមេឃមានការភ្ញាក់ផ្អើលខ្លាំងណាស់គេក៏បានទាញកំភ្លើងសូត្រខ្សែប្រសិទ្ធិមន្តអាគមរួចហើយបាញ់សម្ដៅទៅរកមនុស្សដោះកន្ទុយដែលមានដៃ4តាមពិតទៅនោះគឺជាមនុស្សចចកខ្មៅហើយមនុស្សចចកខ្មៅនេះមានអានុភាពខ្លាំងណាស់មិនដឹងជាសមត្ថភាពអ្នកកំឡោះខ្លាមេឃនេះតបតល់ជាមួយនឹងវាបានដែរឬអត់នោះទេស្នូកំភ្លើងផ្ទុះឡើងក្ដុងក្ដាំងសាជាថ្មីអ្នកភូមិទាំងអស់គ្នាក៏ចាប់ផ្ដើមមកជួបជុំដែលជាអ្នកភូមិដែលជាមកាមនៅក្នុងពេលជប់នឹងឯងពេលដែលពួកគាត់ចូលមកដល់ទីកន្លែងនេះអ្នកគ្រប់គ្នាស្រាប់តែមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញសត្វចចកអីមានរូបរាងដូចជាមនុស្ស
មានភ្នែកក្រហមមានដៃរហូតដល់តែ4ថែមទាំងមានកន្ទុយមួយទៀតផងអំព្រាបលន់មកនិយាយថាយេស្អីគេវ៉ៃមនុស្សមិនចំមនុស្សចចកមិនចំចចកមានទាំងកន្ទុយមានទាំងដៃ3 4ចង្អេងចង្ងាងនឹងវើយស្របពេលនោះអ្នកកំឡោះក៏និយាយថាអ្នកទាំងអស់គ្នាថយទៅក្រោយសិនទៅមើលទៅកំភ្លើងអ្នកទាំងអស់គ្នាមិនអាចធ្វើអ្វីទៅកាន់វាបាននោះទេខ្ញុំសំបីតែប្រើប្រាស់កំភ្លើងបញ្ចុះទៅដោយមន្តអាគមក៏បាញ់ស្បែកវាមិនធ្លុះដែរតែពេលនោះមនុស្សចចកដៃ4ក៏បានស្ទុះទៅរកអ្នកភូមិខណៈពេលនោះអ្នកកំឡោះរបស់ជើងគេក៏បានសូត្រអាគមដាក់នៅកំបិតរួចហើយក៏បានគប់សំដៅទៅរកវាផ្លែកំបិតបញ្ចុះទៅដោយអាគមនោះក៏បានធ្វើឲ្យមនុស្សចចកចាប់ដើមមានរបួសមនុស្សចចកស្រែកលូមួយទំហឹងរួចហើយក៏បានក្រេកមកក្រោយស្របពេលនោះអ្នកភូមិក៏មានឱកាសរត់ឡើងទៅលើផ្ទះរបស់អ្នកភូមិផ្សេងទៀតនៅក្បែរនេះសំឡេងផ្អើលឈូឆរពេញតែភូមិខណៈពេលនោះអ្នកកំឡោះជើងក៏បានទាញកំបិតមួយដើមទៀតសោតផ្លុំអាគមរបស់គេគប់សំដៅទៅរកសត្វចចកនោះទៀតក៏ប៉ុន្តែសត្វចចកបានចាប់កំបិតជាប់ដោយសារតែវាមានដៃ4ហើយវាបានគប់សំដៅទៅរកអ្នកកំឡោះមេឃវិញនៃមេឃបានកិច្ចខ្លួនបន្តិចរួចហើយក៏បានចាប់បានកំបិតនោះបំរុងនឹងគប់សំដៅទៅរកវាតែមនុស្សចចកដោយសារតែត្រូវមួយកំបិតទៅហើយវាក៏បានកិច្ចខ្លួនចាក់ចេញពីទីកន្លែងនេះសំដៅចូលទៅក្នុងព្រៃបាត់ទៅបន្ទាប់ពីមនុស្សចចកបានចេញទៅបាត់អ្នកភូមិក៏ចាប់ដើមចុះទៅលើផ្ទះសំដៅទៅកាន់អ្នកកំឡោះអំព្រាបគាត់បាននិយាយថានៅចៅប្រុសអាចៅខ្លាមេឃតើវាគឺជាស្អីពិតប្រកបទៅវិញខ្លាមេឃបាននិយាយថាលោកតាវាប្រហែលជាពពួកមនុស្សចចកក៏ប៉ុន្តែមើលរូបរាងរបស់វានេះដូចជាមនុស្សចចកនៅក្នុងតម្រាអញ្ចឹងប្រហែលជាវាមិនមែនជាសត្វនៅក្នុងសម័យនេះនោះទេអ្នកគ្រប់គ្នាក៏ចាប់ដើមមានការងឿងឆ្ងល់ស្របពេលនោះគេនិយាយថាមិនក្មួយខ្លាមេឃសត្វចចកមិនមែននៅក្នុងសម័យនេះហើយចុះវាមកពីសម័យណាទៅណែដូចជាចម្លែកខ្លាំងណាស់មេឃគេក៏បានជួញចិញ្ចើមរួចហើយគេនិយាយថាអ្នកភូមិទាំងអស់គ្នារឿងនេះខ្ញុំក៏មិនដឹងដែរក៏ប៉ុន្តែខ្ញុំជឿជាក់ថាមនុស្សចចកនេះមិនមែនជាមនុស្សចចកនៅក្នុងសម័យកាលរបស់ជើងនោះទេសម័យនេះតើមានមនុស្សចចកមកពីណាទៅហើយវាមានដៃរហូតដល់តែ4ខ្ញុំជឿជាក់ថាបើសិនមានចចកនោះក៏ជាពពួកចចកធ្មប់ដែលប្រែរូបរាងคล้ายជាពពួកធ្មប់ទៅក៏ប៉ុន្តែវានេះដូចជាសត្វកើតចេញមកពីកំណើតតែម្ដងរូបរាងរបស់វាគួរឲ្យខ្លាចមកយ៉ាងទៀតដៃរបស់វាមានដល់ទៅ4កម្លាំងរបស់វាក៏ខ្លាំងដែរសាគិតមើលទៅបើសិនជាមនុស្សចចកដែលជាពពួកធ្មប់តំណែងខ្លួននោះខ្ញុំប្រកាសជាអាចចាត់ការបានត្រឹមតែមួយកំបិតអាគមអំបញ្ញមិញនេះហើយវាក៏ប្រហែលជាមិនអាចស៊ូជាមួយនឹងក្របអាគមរបស់ខ្ញុំបានដែរតែបាញ់មិញនេះវារហ័សរហួនខ្លាំងណាស់ត្រូវមួយកំបិតរបស់ខ្ញុំហើយវាអាចចាប់កំបិតដែលខ្ញុំគប់ទៅមួយទៀតគប់សម្ដៅរកខ្ញុំវិញបានដូច្នេះខ្ញុំជឿជាក់ថាវាមិនមែនជាសត្វនៅក្នុងសម័យកាលនេះនោះទេអ្នកគ្រប់គ្នាបានត្រឹមតែជួញចិញ្ចើមនាំគ្នាឆោគិតតែប៉ុណ្ណោះព្រោះថាពេលនេះគេមិនដឹងថាវាធ្វើដំណើរមកពីណានោះទេស្របពេលនោះពូឈៀងក៏បាននិយាយថាអូខ្លាមេឃបើសិនជាអញ្ចឹងតើគិតយ៉ាងម៉េចទៅណែកាលពីមុនបើសិនជាតម៉ៃនៅយើងចេះតែសាកសួរគាត់នោះគឺជាមនុស្សសិក្សាអាគមគាត់ដឹងរឿងច្រើនក៏ប៉ុន្តែពេលនេះមានតែក្មួយនោះទេពូជើងប្រហែលជាមិនអាចទប់ទល់ជាមួយនឹងវាបាននោះទេហើយរឿងអ្វីក៏ពួកខ្ញុំនេះត្រូវសាកសួរទៅកាន់ក្មួយដែរពេលនោះខ្លាមេឃបាននិយាយថាណែអ្នកទាំងអស់គ្នាមិនអីនោះទេពួកយើងយាមកាមធម្មតាសិនទៅខ្ញុំជឿជាក់ថាវាប្រកាសជាមានកន្លែងរស់នៅក្នុងព្រៃខាងក្រៅភូមិពិតជាមិនខានថ្ងៃស្អែកនេះខ្ញុំនឹងធ្វើដំណើរចូលទៅរករកទីកន្លែងរបស់វាបើសិនជាជួបនៅក្នុងពេលថ្ងៃប្រកាសជាងាយចាត់ការក៏ប៉ុន្តែបើសិនជារកមិនឃើញមានតែរងចាំវាវិលត្រឡប់ចូលមកកាន់ស្រុកភូមិវិញក្រោយពីនោះទៅពួកគេក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង
ចំណែកឯអ្នកជាមកាមក៏នៅជាបន្តទៀតទៅខ្លាមេឃនៅតែបន្តលីកំភ្លើងរបស់គេដើរទៅដើរមករហូតដល់មេឃចិត្តភ្លឺរឿងរ៉ាវអ្វីក៏មិនបានឃើញកាត់ឡើងអ្នកកំឡោះល្វើយអស់កម្លាំងរួចឆោយគេក៏បានទៅសម្រាកទៅឪពុកម្ដាយរបស់គេអាណិតទៅកាន់កូនប្រុសខ្លាំងណាស់កាលពីលោកតានៅគឺជាវរៈបរោះយាមកាមនៅក្នុងភូមិដល់ពេលចៅប្រុសក៏ធ្វើដូចជាលោកតាដែរអ្នកមីងគាត់ពិបាកចិត្តខ្លាំងណាស់ការងារទាំងអស់នេះមិនបានប្រាក់កម្រៃនោះទេបានត្រឹមតែយកខ្លួនទៅប្រឈមមុខជាមួយនឹងពពួកសត្វកាចសាហាវតែប៉ុណ្ណោះនៅពេលបានសុកគេមិនដែលគិតគូរដល់យើងក៏ប៉ុន្តែនៅពេលស្រុកភូមិមានទុកទើបគេចាត់ទុកយើងជាវរៈបរោះបើគិតទៅវាមិនខុសអីពីសម័យកាលនេះនោះទេមនុស្សមួយចំនួនមិនសូវឲ្យតម្លៃទៅកាន់ទាហានជួរមុខរបស់ជើងនោះទេនៅពេលណាដែលគ្មានសង្គ្រាមក៏ប៉ុន្តែបើសិនជាមានរឿងរ៉ាវនៅតាមព្រំដែនកើតឡើងទើបយើងចាត់ទុកគាត់ជាវរៈបរោះហើយគាត់នោះព្យាយាមធ្វើគ្រប់យ៉ាងដើម្បីការពារសុខសន្តិភាពសម្រាប់ពួកយើងដូច្នេះចាប់ពីថ្ងៃនេះទៅសូមឲ្យអ្នកទាំងអស់គ្នាឲ្យតម្លៃទៅកាន់បងទាហានមិនថាជួរមុខឬក៏ជួរក្រោយនោះទេពួកគាត់សុទ្ធតែជាវរៈបរោះគ្រប់ពេលវេលាគ្រប់ទិសទីហើយគាត់ជាអ្នកធ្វើជារនាំងបានគ្របកំភ្លើងការពារអាយុជីវិតរបស់ពួកយើងនឹងឯងមួយជប់នោះក៏បានកន្លងផុតវេលាព្រឹកស្អែកឡើងអ្នកកំឡោះរបស់ជើងក៏បានក្រោកពីព្រលឹមទៅលុបមុខលុបមាត់រួចឆាយនិយាយទៅកាន់ម្ដាយរបស់គេថាអ្នកម៉ែខ្ញុំគិតថាលុយកាក់របស់យើងច្រើនខ្លាំងណាស់យើងគួរតែឲ្យមួយចំណែកទៅកាន់លោកពូវឿនដែលជាអ្នកមានគុណឲ្យគាត់ទៅរកថ្នាំសង្កូវមកព្យាបាលខ្លួនទៅយប់មិញនេះសត្វចចកបំរុងចាត់ការទៅកាន់គាត់សំណាងហើយចេះខ្ញុំតាមដានវាពីក្រោយណែពូវឿនឥឡូវស្គមខ្លាំងណាស់មិនដូចជាពូវឿនកាលពីមុននោះទេស្របពេលនោះពូកើតគាត់ក៏បាននិយាយថាវឿនគឺជាមនុស្សល្អតាំងពីយូរហើយកូនណែតោះពួកយើងរៀបចំខ្លួនទៅផ្ទះរបស់គេទៅក្រោយពីនោះទៅអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមរៀបចំខ្លួនចំណែកឯអ្នកកំឡោះរបស់យើងក៏បានយកសត្វគោសត្វក្របីទៅចងឲ្យស៊ីស្មៅសិនទើបគេធ្វើដំណើរទៅតាមក្រោយពីទៅដល់ផ្ទះពូវឿននោះពូវឿនជាមួយនឹងប្រពន្ធកូនរៀបចំទឹកត្រជាក់ក្តៅទទួលរាក់ទាក់ទៅកាន់អ្នកទាំងអស់គ្នានេះខ្លាំងណាស់នៅពេលនោះពូវឿនក៏បានលើកដៃសំពះរួចឆោយនិយាយថាណែអ្នកទាំងអស់គ្នាតើមានកិច្ចការអ្វីទៅណែមកផ្ទះខ្ញុំទាំងគ្រួសារតែម្ដងមិញបរិយក៏បាននិយាយថាលបងវឿនដោយសារតែខ្ញុំលើកកូនប្រុសប្រាប់ថាបងមានជំងឺជាប់ខ្លួនមានរូបរាងកាយស្គមជាងមុនឆ្ងាយណាស់ឥឡូវនេះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយបងពិតជាខុសពីមុនឆ្ងាយដូចមេឃនឹងដីណែលុយកាក់មាសប្រាក់មួយចំនួននេះបងយកទៅចាយវាយផ្គត់ផ្គង់គ្រួសារទៅរកអាហារហូបចុកឆ្ងាញ់ជាពិសេសនោះគឺទៅរកគ្រូពេទ្យមកព្យាបាលខ្លួនពូវឿនក៏បានតបថាណែបូរីខ្ញុំយកមិនកើតនោះទេលុយកាក់មាសប្រាក់នេះគឺជាកម្លាំងអ្នកទាំងពីរទៅជួញដូរនៅឯស្រុកឆ្ងាយបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមិនបានមកជួបជុំគ្រួសារខ្ញុំទទួលយកមិនបានឡើយទោះបីជាខ្ញុំលំបាកប៉ុណ្ណាក៏ដោយព្រោះខ្ញុំធ្លាប់ចំពាក់គុណគ្រួសាររបស់អ្នកទាំងពីរនេះច្រើនមកហើយស្របពេលនោះពូកើតបាននិយាយថាណែវឿនមនុស្សស្រឡាញ់រាប់អានគ្នាជួយគ្នាពេលទុកលំបាកចឹងហើយចាំពេលមានបានចាំរាប់អានគ្នានោះមិនមែនជាមិត្តល្អនោះទេបើសិនជាវឿនឯងទុកខ្ញុំជាមិត្តនោះណែទទួលយកប្រាក់កាក់នេះទៅពូវឿនគាត់ដកដង្ហើមធំហើយគាត់ឆ្ងោកមុខចុះស្របពេលនោះផងដែរពូកើតជាមួយនឹងមីងបរិយចេះតែបង្ខំដោយសារតែតច្រកទៅហើយប្រពន្ធពូវឿនបាននិយាយថាណែឪវាបើសិនជាគាត់គិតដូច្នេះទៅហើយយើងទទួលយកសិនទៅកុំឲ្យគាត់អសទ្ធាអីនៅពេលដែលយើងមានលុយកាក់ចាំយើងតបស្នងសងគុណទៅកាន់គាត់វិញយ៉ាងម៉េចដែរឪវាពេលនោះពូវឿនគាត់ក៏និយាយថាណាស់ហើយកើតចាត់ទុកថាប្រាក់នេះខ្ញុំខ្ចីសិនទៅនៅពេលដែលខ្ញុំរកលុយបាន
ខ្ញុំប្រកាសជាសងវិញឲ្យគ្រប់ចំនួនពិតជាមិនខានខ្ញុំអរគុណណាស់នៅក្នុងស្រុកភូមិនេះមានតែគ្រួសាររបស់កើតឯងនោះទេដែលគិតគូរមកកាន់គ្រួសារខ្ញុំជាងគេនៅពេលដែលគេមិនដេញខ្លាមេឃជាមួយនឹងតាម៉ៃចូលទៅក្នុងព្រៃនោះខ្ញុំស្ដាយណាស់ដែលខ្ញុំមិនបាននៅខ្ញុំមិនអាចជួយគាត់បានឲ្យខ្ញុំសុំទោសផងខ្លាមេឃគេក៏បាននិយាយថាអូលោកពូរឿងនេះមិនមែនជាកំហុសរបស់លោកពូនោះទេអ្វីៗគ្រប់យ៉ាងបានកន្លងផុតទៅហើយឥឡូវនេះលោកតារបស់ខ្ញុំគាត់ប្រកាសចិត្តទៅកាន់សុគតិភពដោយសារតែគាត់មុននឹងលាចាក់លោកគាត់បានរក្សាសិលចំណែកឯគាត់ក៏បានធ្វើទង្វើល្អច្រើនដែរខ្ញុំជឿជាក់ថាគាត់ប្រកាសជាបាត់ភ្នែកចិត្តទៅកាន់ទីសុគតិភពពិតជាមិនខានបច្ចុប្បន្ននេះយើងគិតរឿងបច្ចុប្បន្នសិនទៅលោកពូយកលុយកាក់មាសប្រាក់នេះទៅចាយវាយរួចហើយទៅទិញអាហារហូបចុកឲ្យបានគ្រប់គ្រាន់កុំធ្វើបាបមកកាន់ខ្លួនឯងទៀតយើងប្រឹងធ្វើការហូបកម្លាំងហើយហូបចុកមិនគ្រប់គ្រាន់នោះប្រកាសជាមានជំងឺពិតជាមិនខាននៅក្នុងពេលនោះអ្នកមីងដែលសារតែគ្មានអ្វីឲ្យទៅកាន់អ្នកទាំងអស់គ្នាព្រោះតែគាត់ក្រខ្លាំងពេកប្រពន្ធពូវឿនបាននិយាយថាណែឪវាយើងនៅសល់ត្រីឆ្ដោមួយប្រោះទុកនៅក្នុងខាបដែរទេតើឯងទៅចាប់យកឲ្យពួកគាត់មកស្របពេលនោះផងដែរលោកពូគាត់ក៏បានក្រោកឡើងតែពូកើតបាននិយាយថាណែខ្ញុំនិយាយតាមត្រង់ចោណែទុកត្រីនៅទីកន្លែងនេះទៅឲ្យក្មួយស្រីខ្នោះគេធ្វើម្ហូបអាហារទៅខ្ញុំចង់នៅហូបបាយហូបទឹកនៅផ្ទះសម្លាញ់មួយពេលតើបានដែរឬអត់ពូវឿនរំភើបចិត្តខ្លាំងណាស់ក្រោយមកគាត់និយាយថាសម្លាញ់ទោះបីជាគ្រួសារខ្ញុំក្រប៉ុណ្ណាក៏ដោយតែបាយមួយពេលសម្រាប់គ្រួសាររបស់សម្លាញ់ឯងនោះខ្ញុំមិនខ្វះនោះទេខ្ញុំសប្បាយចិត្តណាស់ដែលមានមិត្តភ័ក្តិដូចជាឯងក្រោយពីនោះទៅពួកគាត់ក៏បានរៀបចំចំណែកឯកំឡោះរបស់ជើងនេះក៏បានទៅរកបន្លែបន្លុកដែរដោយពួកគាត់បំពងត្រីធ្វើទឹកត្រីចុចជាមួយនឹងបន្លែនឹងឯងភាពស្និទ្ធស្នាលរវាងគ្រួសារទាំងពីរនេះកាន់តែស្និទ្ធឡើងដល់ពេលហូបបាយរួចចាស់ទុំចេះតែសម្លឹងទៅកាន់ស្រីក្រមុំរួចហើយសម្លឹងទៅកាន់ខ្លាមេងភ្លាមនោះពូវឿនបាននិយាយថាណែបូរីតើមានរឿងស្អីទៅចេះតែសម្លឹងទៅមកនឹងអ្នកមីងក៏បានតបថាអូណែលបងវឿនខ្ញុំគិតថាចង់ផ្សំគុំក្មេងខ្មាំងនេះឲ្យវាបានជាគូនឹងគ្នាដើម្បីកុំឲ្យដាច់ណែខ្សែបណ្ដាញខ្សែស្រឡាយដែលយើងរាប់អានគ្នានោះតើគិតយ៉ាងម៉េចដែរពូវឿនគាត់បានដកដង្ហើមធំហើយគាត់បាននិយាយថាណែដូចជាមិនសមទេអីគ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់ហើយគ្រួសារអ្នកទាំងពីរនេះគឺជាអ្នកឈ្មួញដើររកស៊ីផងមាសប្រាក់ក៏មានច្រើនដែរខ្លាចតែវាមិនសមនោះទេតែពេលនោះពូកែតគាត់ក៏បាននិយាយថាអើយអាសម្លាញ់រាប់អានគ្នាដឹងចិត្តរាប់ឆ្នាំទៅហើយណែហើយឯងទៅគិតស្អីមិនឯងនោះទេបើសិនជាក្មេងខ្មាំងគេត្រូវគ្នាខ្ញុំប្រកាសជារៀបគ្រឿងបណ្ដាការរកចាស់ទុំមកចូលស្ដីដណ្ដឹងពិតជាមិនខានឯងកុំទៅខ្លាចចិត្តខ្លាចថ្លើមស្អីចុងក្រោយយើងនឹងខ្លាចជាគ្រួសារតែមួយណែអាសម្លាញ់យ៉ាងម៉េចឯងមិនពេញចិត្តកូនប្រុសរបស់យើងមែនទេពូវឿនគាត់បានញញឹមទាំងមានបបោមាត់ស្លេកស្លាំងគាត់និយាយថាអើយសម្លាញ់ហើយខ្ញុំពេញចិត្តនោះគឺវាពេញចិត្តទៅហើយតែវាទាស់ត្រង់គ្រួសារខ្ញុំនេះវាក្រខ្លាំងពេកអ្នកមីងបរិយបាននិយាយថាណែកាលពីមុនគ្រួសាររបស់ខ្ញុំក៏ក្រដែរមានចាំទេពេលដែលលោកពុករបស់ខ្ញុំគាត់បាននិយាយនោះឪពុករបស់ខ្ញុំបានស្រឡាញ់ជាមួយនឹងយាយសោកណែទៅដណ្ដឹងយាយសោកតែឪពុកម្ដាយគេមិនអោយឪពុកខ្ញុំមានការឈឺចាប់ណាស់ទើបគាត់ប្រឹងប្រែងរកស៊ីរហូតប្រែខ្លាយទៅជាអ្នកមានរហូតដល់មានទ្រព្យមានមុខរបរជាពពួកឈ្មួញចេញជួញដូររកស៊ីបន្សល់ទុកឲ្យពួកខ្ញុំទាំងពីរនាក់នេះម្យ៉ាងទៀតដោយសារតែគាត់មានសមត្ថភាពមន្តអាគមផងដែរខ្ញុំជឿជាក់ថាគ្រួសាររបស់វឿនឯងពូកែដាក់ទុកកូនប្រុសរបស់ខ្ញុំនេះពូកែរកពួកយើងប្រកាសជាមានធូធានៅក្នុងភូមិនេះ
គេឈ្មោះរបស់ពួកយើងប្រកាសជាល្បីពិតជាមិនខានក្រោយពីនោះពូវឿនបានសម្លឹងទៅរកកូនស្រីហើយគាត់ក៏បានសួរថាណែកូនពងពុកសួរត្រង់ទៅចោះតើឯងពេញចិត្តទៅកាន់អ្នកកំឡោះដែរឬទេបើសិនជាពុកម្ដាយលើកឯងឲ្យគេតើឯងគិតយ៉ាងម៉េចយ៉ាងដែរសំណួរមួយនេះពេញចិត្តស្រីក្រមុំស្ដោកនាងបាននិយាយថាពុកម៉ែខ្ញុំគឺជាកូនស្រីរឿងរ៉ាវទាំងឡាយគឺជាពុកម៉ែជាអ្នករៀបចំខ្ញុំមិនហ៊ានជំទាស់នោះទេបើសិនជាពុកម៉ែរៀបចំឲ្យយ៉ាងម៉េចគឺខ្ញុំនឹងធ្វើតាមស្របពេលនោះពូវឿនគាត់ក៏បានងាកសម្លឹងមើលទៅកាន់ខ្លាមេឃហើយគាត់បាននិយាយថាហើយចោះក្មួយខ្លាក្មួយឯងពេញចិត្តកូនក្រមុំរបស់ពូដែរឬទេណែបើសិនជាឪពុកម្ដាយទាំងសងខាងផ្សំគុំគ្នានោះក្មួយយល់ព្រមដែរឬអត់នៃខ្លាមេឃរបស់ជើងក៏បានញញឹមហើយគេក៏និយាយថាណែលោកពូមិនសូវសាញថាខ្ញុំនេះគឺជាចៅប្រុសរបស់ស្ដេចធ្មប់ទេអីម្យ៉ាងទៀតខ្ញុំក៏បានរៀនរបៀនបន្តពីលោកតារបស់ខ្ញុំដែរពូវឿនគាត់បានសើចហើយគាត់និយាយថាអើយខ្លាមេឃឲ្យមនុស្សដែលមានសមត្ថភាពដូចជាលោកតារបស់ឯងនិងជាមនុស្សមានសមត្ថភាពដូចជាឯងនេះឲ្យតែយកអាគមមកធ្វើអំពើល្អណែទោះឯងខ្លាចទៅជាស្ដេចធ្មប់ព្រះអិនធ្មប់ទេវតាធ្មប់ក៏ដោយក៏ពូនៅតែលើកកូនក្រមុំឲ្យដែរអ្នកភូមិនោះសិតតែជាមនុស្សមិនដឹងអីនោះទេគេមិនចេះដឹងគេគុណណែឲ្យតែអ្នករៀនមន្តវិជ្ជាសិតតែអាក្រក់តាមពិតទៅដោយសារតែមន្តវិជ្ជានឹងហើយទើបអាចជួយពួកគេឲ្យរស់រានមានជីវិតដល់សពថ្ងៃនេះវិជ្ជាវាមិនមែនអាក្រក់នោះទេតែអាក្រក់ត្រង់អ្នកប្រើនៅពេលណាដែលរៀនចេះបានខ្លាំងទៅតែតែមានមហិច្ឆតាខ្លះចង់ធ្វើជាស្ដេចចៅខ្លះទៀតចង់ធ្វើជាគ្រូអាគមធ្មប់ដើរធ្វើបាបគេគ្រប់ទីកន្លែងណែគ្រប់យ៉ាងមកពីមហិច្ឆតាមនុស្សនោះទេបើសិនជាក្មួយព្រមទទួលយល់ព្រមកូនស្រីរបស់ពូនោះពូនឹងប្រាប់ទៅកាន់ពុំម្ដាយរបស់ឯងឲ្យរៀបចំភស្តុភារដាការខ្លាមេឃបានញញឹមសម្លឹងទៅកាន់ស្រីមុំហើយគេបាននិយាយថាណែពូខ្ញុំស្គាល់គ្នាតាំងពីក្មេងស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរមកហើយខ្ញុំដឹងថាស្រីមុំគឺជាមនុស្សស្លូតបូតខ្លាំងណាស់បើខ្ញុំបានប្រពន្ធល្អដោយជានាងនោះខ្ញុំក៏សប្បាយចិត្តដែរព្រោះខ្ញុំនេះគឺជាមនុស្សមិនសូវចេះដាក់ទុកផងនឹងចាស់ក៏បានញញឹមដាក់គ្នាក្រោយមកលោកពូបាននិយាយថាសម្លាញ់វឿនបើសិនជាអញ្ចឹងយើងណែរៀបចំថ្ងៃល្អមួយរៀបចំស្ដីដណ្ដឹងឲ្យតាមប្រពៃណីទៅកុំរំលងប្រពៃណីឲ្យសោះវើយចាស់ទុំប្រុកប្រាជ្ញគ្នាទាំងសប្បាយចិត្តរួចហើយពួកគាត់ក៏បានពិភាក្សាគ្នារួចក៏បានទៅផ្ទះសបែងរៀងខ្លួនទៅចំណែកឯអ្នកកំឡោះរបស់ជើងគេក៏រំភើបបន្តពីបានស្រីក្រមុំដ៏ស្រស់ស្អាតមកធ្វើជាប្រពន្ធក៏ប៉ុន្តែជប់នេះគេនឹងត្រៀមខ្លួនចាត់ការជាមួយនឹងសត្វចរក៏ប៉ុន្តែគេបាននិយាយទៅកាន់អ្នកភូមិហើយថាពេលថ្ងៃនេះនឹងចូលទៅក្នុងព្រៃខាងក្រោយភូមិដើម្បីស៊ើបការបន្ទិញក្រោយពីនោះអ្នកកំឡោះបាននិយាយទៅកាន់ឪពុករបស់គេថាលោកពងខ្ញុំចង់ចូលទៅក្នុងព្រៃនៅខាងក្រោយភូមិដើម្បីទៅស៊ើបរកទីកន្លែងរបស់មនុស្សចចកនោះពួកកើតគាត់ក៏បាននិយាយថាណែកូនប្រុសឯងគួរតែប្រយ័ត្នប្រយែងខ្លួនផងនៅក្នុងព្រៃគឺជាដែនរបស់ពពួកអមនុស្សនៅក្នុងភូមិគឺជាដែនរបស់មនុស្សខ្លាមេឃតបថាលោកពុកភ្លេចហើយមែនឬទេខ្ញុំអាចតំណែងខ្លួនខ្លាចទៅជាសត្វខ្លាយៈបានរបៀនទោះបីជាខ្ញុំមិនរៀនដល់កម្រិតកំពូលប្រែរូបរាងខ្លាចទៅជាក្រហាំងដែលមានស្លាបដូចជាលោកតាក៏ដោយក៏ប៉ុន្តែខ្ញុំបានរៀនចេះរបៀនប្រែរូបរាងខ្លាចទៅជាសត្វខ្លាស្របពេលនោះផងដែរពួកកើតគាត់ក៏បានសួរថាអរឯកូនប្រុសតើនៅក្នុងព្រៃឯងធ្លាប់បានជួបជាមួយនឹងអ្នកណាដែរឬទេតើលោកតារបស់ឯងធ្លាប់តំណែងខ្លួនឲ្យអ្នកណាបានឃើញដែរឬអត់
ពេលនោះខ្លាមេឃបាននិយាយថាអូលោកពងកាលពីមុនកាលពេលដែលពួកយើងរស់នៅក្នុងព្រៃនោះគឺមានព្រះសង្ឃមួយអង្គដែលបាននិមន្តចេញមកពីដែនថៃក៏ប៉ុន្តែចេះភាសាខ្មែររបស់យើងដែរណែគេនោះបានជួបជាមួយនឹងសត្វខ្លាព្រះសង្ឃអង្គនោះក៏បានរត់គេញក្រោយមកលោកតាក៏បានតំណែងខ្លួនខ្លាចទៅជាស្ដេចថ្មដែលមានចង្កូមស្រួចមានដោះស្លាបរួចហើយបានទៅជួយសង្គ្រោះដល់ព្រះសង្ឃអង្គនោះបន្ទាប់មកព្រះសង្ឃនោះក៏បានទទួលយកលោកតានេះធ្វើជាគ្រូក៏បានរៀនរបៀបបន្តិចបន្តួចដែរតែព្រះសង្ឃនោះជាព្រះសង្ឃថៃលោកតាមិនសូវជាបង្ហាត់បង្រៀនគាថាអ្វីច្រើននោះទេក្រោយមកព្រះសង្ឃអង្គនោះក៏បានធ្វើជារូបសំណាកដែលចេញពីដីឥដ្ឋជាច្រើនរួចហើយក៏បានធ្វើការគោរពទៅកាន់លោកតាទៅចាត់ទុកលោកតាធ្វើជាអ្នកមានបារមីចំពោះព្រះអង្គហើយព្រះអង្គមានសង្ឃដីកាថានៅពេលដែលវិលត្រឡប់ទៅកាន់ស្រុកថៃវិញព្រះអង្គប្រកាសជាយករូបលោកតារបស់យើងដែលមានស្លាបមានចង្កូមស្រួចនិងមានដោះស្នែងតិចតិចអង្គុយពេនភ្នែននេះយកទៅផ្សព្វផ្សាយនៅក្នុងប្រទេសថៃណែមើលទៅថ្ងៃមុខប្រហែលជាមានរូបចម្លាក់ក្រហាំងដែលមានស្លាបមានចង្កូមស្រួចត្រូវជនជាតិថៃគោរពបូជាហើយតែមើលទៅប្រហែលជាគេមិនដឹងពីមនុស្សដើមនោះគឺជាអ្នកណានោះទេពេលនោះផងដែរពួកកើតគាត់ក៏បានអស់សំណោចហើយគាត់និយាយថាស្រុកសៀមនេះមានជំនឿនៅខាងអមនគមចេះណាស់បើសិនជាប្រសងអង្គនោះធ្វើរូបលោកតារបស់ឯងនៅពេលដែលប្រែរូបរាងខ្លាចទៅជាស្ដេចថ្មពិតប្រកបមែននោះហើយសយតទៅថ្ងៃអនាគតអាចមានរូបចម្លាក់របស់លោកតាឯងធំនៅក្នុងប្រទេសគេផងដែរក៏ប៉ុន្តែយើងគិតមកបច្ចុប្បន្ននេះគឺមានរូបចម្លាក់អញ្ចឹងពិតប្រកបមែនគឺមានមនុស្សដោះស្លាបមានកញ្ចក់វែងអង្គុយលៀនអណ្ដាតនិងជាពិសេសនោះគឺមានដោះស្នែងបន្តិចផងដែរពួកថៃគេនាំគ្នាគោរពបូជាខ្លាំងណាស់គេគិតថានេះគឺជាស្ដេចក្រហាំងដែលមានអានុភាពតាមពិតទៅគឺព្រះសង្ឃអង្គនោះចូលមកជួបជាមួយនឹងតាម៉ៃនេះដែលប្រែរូបរាងខ្លាចទៅជាស្ដេចថ្មនឹងឯងរួចហើយគេក៏បានធ្វើរូបចម្លាក់និងផ្សព្វផ្សាយពេញតែប្រទេសថៃទៅរហូតដល់បច្ចុប្បន្ននេះក៏មានរូបចម្លាក់នេះបន្តមកដែរបន្ទាប់ពីអ្នកកំឡោះនិយាយរួចគេក៏បានធ្វើដំណើរចូលទៅក្នុងព្រៃទៅតែនៅពេលដែលចូលទៅក្នុងព្រៃនោះมันបានឃើញអ្វីក្រៅពីគ្រោងសាកសពរបស់សត្វព្រៃនោះទេអ្នកកំឡោះដើរអស់រយៈពេលយ៉ាងយូរក៏ប៉ុន្តែដូចជាមិនបានឃើញទីចម្រោករបស់វានោះឡើយតើវានៅទីកន្លែងណាទៅហេតុអ្វីក៏ពេលយប់វាអាចធ្វើដំណើរចូលទៅក្នុងភូមិបានយ៉ាងរហ័សរហួនអ្នកកំឡោះគិតមួយសន្ទុះដើរចុះដើរឡើងស្រាប់តែបានជួបជាមួយនឹងបរិសុទ្ធម្នាក់កំឡោះរបស់យើងក៏បានសួរថាណែលោកបងតើលោកបងគឺជាអ្នកណាទៅពេលនោះបរិសុទ្ធម្នាក់នោះក៏បាននិយាយថាខ្ញុំឈ្មោះថាលោកគ្រូពេជ្រស្ដេចថ្នាំណែតើយ៉ាងម៉េចដែរខ្លាមេឃក៏ចាប់អារម្មណ៍ឈ្មោះមួយនេះលោកតារបស់គេក៏បាននិយាយដែរខណៈពេលនោះគេបាននិយាយថាណែលោកគ្រូគឺជាមនុស្សតែម្នាក់ដែលលោកតារបស់ខ្ញុំបានជួបកាប់ពីមុនមែនទេលោកតារបស់ខ្ញុំបានប្រែរូបរាងខ្លាចជាស្ដេចថ្មហើយគាត់ថាមានបរិសុទ្ធម្នាក់ឈ្មោះថាគ្រូពេជ្រស្ដេចថ្នាំបានឲ្យខ្សែកដ៏មានអានុភាពមកកាន់គាត់តើជាលោកគ្រូមែនទេលោកគ្រូពេជ្រក៏បាននិយាយថាមែនហើយគឺខ្ញុំនឹងហើយណែតើលោកតានោះគាត់យ៉ាងម៉េចហើយខ្លាមេឃក៏បាននិយាយរៀបរាប់សាច់រឿងរបស់គេជាមួយនឹងលោកតាឲ្យទៅកាន់លោកគ្រូពេជ្រស្ដេចថ្នាំឲ្យគាត់បានស្ដាប់ស្របពេលនោះលោកគ្រូពេជ្រស្ដេចថ្នាំគាត់ក៏មានចិត្តអាណិតសូរទៅកាន់តាម៉ៃដែរដោយសារតែតាម៉ៃគឺជាមនុស្សល្អខ្លាំងណាស់ពេលនោះខ្លាមេឃក៏មានការងឿងឆ្ងល់ក្រោយមកគេនិយាយថាណែលោកគ្រូពេលដែលលោកតាខ្ញុំបានជួបជាមួយលោកគ្រូគាត់ថាលោកគ្រូគឺជាបរិសុទ្ធវ័យក្មេងហើយរយៈពេលច្រើនឆ្នាំហើយហើយអ្វីក៏លោកគ្រូនៅតែក្មេងចឹងទៀតពេលនោះគ្រូពេជ្របាននិយាយថាណែរឿងហ្នឹងគឺចេះទេតាមពិតទៅខ្ញុំមិនមែនមនុស្សក្នុងសម័យកាលនេះឡើយខ្ញុំបានទៅរកថ្នាំសង្កូវនៅក្នុងដែនមួយដែលខ្ញុំវិលត្រឡប់ដោយប្រើវិជារបស់ខ្ញុំនេះ
ទៅកាន់អតីតកាលរួចហើយនៅក្នុងពេលនោះក៏មានសត្វចចកបិសាចដែលជាមនុស្សចចកថែមទាំងចចកជាច្រើនក្បាលទៀតបានដេញតាមខ្ញុំនៅក្នុងពេលនោះនៅពេលដែលខ្ញុំបំលាស់ទីមកកាន់ទីកន្លែងដើមក៏ស្រាប់តែពួកវាបាននាំគ្នាធ្វើដំណើរមកតាមខ្ញុំតែម្ដងចំណែកខ្ញុំនេះក៏បាននាំពួកវាមកក៏ប៉ុន្តែដោយសារតែឃើញពពួកសត្វបិសាចនេះព្រមទាំងចចកភ្នែកខ្មៅមកជាមួយខ្ញុំមិនបានធ្វើដំណើរទៅកាន់សម័យកាលខ្ញុំនោះទេដោយខ្ញុំកំពុងតែរកចន្លោះមួយដែលពុំមានមនុស្សនៅក៏ប៉ុន្តែគួរឲ្យសោកស្ដាយដោយសារតែនៅក្នុងពេលនោះខ្ញុំប្រើប្រាស់អាគមមិនបានល្អដូច្នេះទើបខ្ញុំនាំសត្វទាំងអស់នេះមកចូលក្នុងសម័យកាលនេះទៅខ្ញុំមកទីកន្លែងនេះដើម្បីចាត់ការពួកវានឹងឯងតែស្វែងរកវាមិនឃើញនោះទេអស់រយៈពេលច្រើនឆ្នាំមកហើយគ្រាន់តែបានឮលោកគ្រូពេជ្រនិយាយដូច្នេះអ្នកកំឡោះរបស់យើងក៏បានតបថាលោកគ្រូគឺជាមនុស្សចចកមានដៃ4និងពពួកសត្វចចកភ្នែកខ្មៅមែនទេពេលនោះគ្រូពេជ្របានងក់ក្បាលហើយគាត់និយាយថាមែនហើយណែតើលោកប្អូនបានឃើញវាមែនទេខ្លាមេឃបាននិយាយថាណែវាបានទៅចូលអកឡុកនៅក្នុងភូមិរបស់ខ្ញុំបានធ្វើបាបទៅកាន់មនុស្សនិងសត្វទៀតផងខ្ញុំធ្វើដំណើរចូលមកក្នុងព្រៃនេះដើម្បីស្វែងរកវានិងចាត់ការវាចោលនឹងឯងខ្លាមេឃបាននិយាយបន្តទៀតថាលោកគ្រូតែអនុភាពរបស់វាខ្លាំងខ្លាណាស់វាមានសភាពរហ័សរហួនកម្លាំងរបស់វាក៏ខ្លាំងជាពិសេសគឺវាមានវងចចកភ្នែកខ្មៅជាច្រើនមកតាមពួកវាលោកគ្រូពេជ្រគាត់បានញញឹមហើយគាត់និយាយថាអូមិនអីទេណែឥឡូវនេះខ្ញុំវិលត្រឡប់ទៅកាន់ស្រុកភូមិជាមួយនឹងលោកប្អូនទៅចុះចំពោះលោកគ្រូពេជ្រស្ដេចថ្នាំក៏ពិបាកហៅទៅកាន់អ្នកកំឡោះខ្លាមេឃដែរពេលខ្លះគាត់ក៏គិតថាចង់ហៅថាលោកប្អូនពេលខ្លះគាត់ក៏គិតថាចង់ហៅថាលោកបងដោយសារតែគាត់មកពីសម័យកាលដតីនឹងឯងលើវេលាពេលយប់ក៏បានចូលមកដល់ក្រោយមកលោកគ្រូពេជ្រស្ដេចថ្នាំជាមួយនឹងខ្លាមេឃបានបំបែកគ្នាម្នាក់ទៅចុងភូមិខាងនោះម្នាក់ទៅដើមភូមិខាងនោះចំណែកឯអ្នកភូមិគេក៏បានស្ដាប់ការរៀបរាប់របស់ខ្លាមេឃផងដែរនៅក្នុងពេលយប់ចចកដៃ4ក៏ចាប់ដើមមានកំហឹងដោយសារតែយប់មិញនោះគេបានត្រូវមួយកំបាត់អាគមរបស់អ្នកកំឡោះខ្លាមេឃយប់នោះវាចាប់ដើមនាំបរិវារចចកទាំងអស់ធ្វើដំណើរចូលទៅក្នុងភូមិតែម្ដងបើគិតទៅវងចចកដែលបានមកចូលមកក្នុងស្រុកភូមិជាមួយនឹងវានោះមានចំនួនមិនក្រោមពី50-60ក្បាលនោះទេពិតជាមិនធម្មតាមែនអាគមលោកគ្រូពេជ្រស្ដេចថ្នាំអាចនាំសត្វជាច្រើនចូលមកដល់ទីកន្លែងនេះបានឬមួយក៏សត្វទាំងអស់នេះមនុស្សចចកដៃ4អាចបង្កើតបាននៅទីកន្លែងនេះដែរក៏ប៉ុន្តែសាច់រឿងនេះយើងក៏មិនទាន់ដឹងដែរយើងស្ដាប់បន្តទៀតទៅមិនយូរប៉ុន្មានពួកវាក៏បានចូលមកដល់ក្នុងស្រុកភូមិស្រែកឲ្យត្រហឹងតែម្ដងសំឡេងសត្វចចកនោះឮពេញតែភូមិម្នាក់គ្រាន់តែបានឮសំឡេងចចកនោះនាំគ្នាព្រឺសម្បល់ទាញទ្វារបាត់ឮសូរក្រាំងអាចតកតិចចេញតាមបង្អួចតែប៉ុណ្ណោះចំណែកឯអ្នកជាមកាមនៅក្នុងភូមិវិញក្រោយពីឃើញសត្វចចកឲ្យងឹតឈឹងពេញតែផ្លូវពួកគេនឹងមិនបានទៅតទល់ទេពួកគេក៏បានរត់ចូលទៅក្នុងផ្ទះរៀងៗខ្លួនដូចគ្នាខណៈពេលនោះនៅសល់តែលោកគ្រូពេជ្រស្ដេចថ្នាំជាមួយនឹងខ្លាមេឃតែប៉ុណ្ណោះអ្នកភូមិដែលបានអាចកចេញតាមបង្អួចពួកគេកំពុងតែរងចាំសម្លឹងអ្នកទាំងពីរដែលជាអ្នកមានអានុភាពខ្លាំងក្លានេះចាត់ការទៅកាន់ពួកវាស្របពេលនោះអ្នកកំឡោះខ្លាមេឃក៏បានទិញកបិតរបស់ខ្លួនសូត្រអាគមដាស់រួចហើយចូលទៅប្រយុទ្ធជាមួយនឹងសត្វចចកតូចតាចតែស្របពេលនោះលោកគ្រូពេញបាននិយាយថាណែលោកប្អូនខ្ញុំពិបាកហៅខ្លាំងណាស់មិនដឹងថាយ៉ាងម៉េចនោះទេខ្ញុំសុំហៅថាលោកប្អូនទៅណែលោកប្អូនឯងចាត់ការទៅកាន់សត្វចចកតូចតាចចំណែកខ្ញុំចាត់ការទៅកាន់អាមនុស្សចចកដៃ4នេះតែខ្លាមេឃព្រួយបារម្ភទៅកាន់លោកគ្រូពេជ្រខ្លាំងណាស់ដោយសារតែវានេះគឺជាសត្វចចកដែលមានអានុភាពខ្លាំងក្លាតែតាមពិតទៅខ្លាមេឃមិនបានដឹងពីសមត្ថភាពរបស់លោកគ្រូពេជ្រស្ដេចថ្នាំខ្លាំងក្លាដល់កម្រិតណានោះទេខ្លាមេឃបន្តទៅចាត់ការទៅកាន់សត្វចចកនោះមិនងាយអស់
គេក៏ចាប់ដើមភ្នែកកំណិនប្រែរូបរាងខ្លាចទៅជាសត្វខ្លាយៈដ៏ធំដែលមានភ្នែកក្រហមឆេះអ្នកភូមិយកដៃទះទ្រង់រួចឆោយនិយាយខ្សឹបខ្សឹបទៅកាន់គ្រួសាររបស់គេថាម៉ែឲ្យខ្លាមេឃអាចប្រែរូបរាងខ្លាចទៅជាសត្វខ្លាយៈបានពិតជាមិនធម្មតានោះទេណែសមត្ថភាពរបស់គេនេះបើសិនចាត់ការមកកាន់អ្នកភូមិតែបើជប់ប្រកាសជាខ្ទេញសំណាងហើយដែលគេទប់កំហឹងបាននៅពេលដែលពួកជើងណែបណ្ដាញលោកតាគេចូលទៅក្នុងព្រៃក្រោយពីគេត្រឡប់មកវិញចេះគេស្ដាប់បង្គាប់លោកតាគេបើសិនជាគេមិនស្ដាប់នោះទេភូមិរបស់ជើងប្រកាសជាខ្ទេញដោយសារតែចង្កុំរបស់ខ្លាយៈពិតជាមិនខានសត្វខ្លាយៈភ្នែកក្រហមក៏ចាប់ដើមខំចចកទាំងអស់នោះបោកផ្ទប់នៅនឹងដីលឺសូរផឹងផឹងសំឡេងស្រែកខ្លាំងខ្លាំងក៏ចាប់ដើមលឺបន្តគ្នាចំណែកឯលោកគ្រូពេជ្រស្ដេចថ្នាំមិនទៅពិបាកអីទប់ទល់ជាមួយនឹងចចកដៃ4នោះទេគាត់គ្រាន់តែយកខ្សែអង្កាំក្រវីក្រវ៉ាត់ចោះឡើងបោះសម្របស្របទៅលើខ្លួនរបស់មនុស្សចចកដៃ4ស្របពេលនោះផងដែរអង្កាំរបស់គាត់ក៏ចាប់ដើមរិនមនុស្សចចកនោះបានត្រឹមតែស្រែកមិនអាចធ្វើអ្វីបាននោះទេគ្រាន់តែរើចេញពីខ្សែអង្កាំរបស់លោកគ្រូនឹងរើមិនរួចផងលោកគ្រូពេជ្របានលើកដៃឡើងទៅលើមួយចំហៀងរួចឆោយគាត់បាត់បិទភ្នែកសូដាគុំរបស់គាត់មិនជឿប៉ុន្មានស្រាប់តែពន្លឺពណ៌ខៀវបានកើតឡើងនៅក្នុងប្រអប់ដៃរបស់គាត់លោកគ្រូពេជ្រសូដាគុំខ្លាំងទៅពន្លឺពណ៌ខៀវនោះក៏ប្រែក្លាយទៅជាផ្លែកំបិតមួយដ៏ធំស្របពេលនោះលោកគ្រូក៏បានបង្វិលខ្លួនមួយជុំរួចឆោយបានគប់ផ្លែកំបិតដែលមានពន្លឺពណ៌ខៀវទម្លុះទៅកាន់ខ្លួនរបស់សត្វចចកនោះទៅចចកដៃ4បានផ្ទុះខ្លួនខ្ទេចនៅសល់តែខ្សែអង្កាំលោកគ្រូក៏បានទៅយកខ្សែអង្កាំពាក់នៅនឹងកវិញចំណែកឯពពួកចចកភ្នែកខ្មៅនោះក៏ត្រូវខ្លាយៈចាត់ការបានអស់រលីងផងដែរក្រោយពីចាត់ការរួចខ្លាមេឃបានប្រែរូបរាងមកខ្លាចជាមនុស្សធម្មតារួចឆោយស្ញោចសរសើរទៅកាន់អនុភាពរបស់លោកគ្រូពេញពេលនោះគេក៏បាននិយាយថាលោកគ្រូធ្វើដំណើរចេញមកពីសម័យកាលណាទៅតែលោកគ្រូពេជ្ររបស់ជើងបានតបថាអត់ទោសលោកប្អូនខ្ញុំមិនអាចប្រាប់បាននោះទេព្រោះថារបៀនខ្ញុំប្រើនេះគឺជារបៀនឆ្លងពេលវេលាឆ្លងភពណែឲ្យខ្ញុំសុំទោសផងណាក្រោយពីនោះទៅអ្នកទាំងអស់គ្នាក៏បានទៅសំពះអរគុណទៅកាន់លោកគ្រូពេជ្រនិងអ្នកកំឡោះខ្លាមេឃដែលបានចាត់ការគ្រោះនៅទីកន្លែងនេះតែតាមពិតទៅគ្រប់យ៉ាងកាត់ឡើងដោយសារតែលោកគ្រូពេជ្រធ្វើប្រហែសតែបន្តិចតែប៉ុណ្ណោះក្រោយមកគាត់ក៏បានសុំទោសទៅកាន់អ្នកស្រុកអ្នកភូមិរួចហើយដោយសារតែចង់មានការតបស្នងទៅកាន់អ្នកភូមិនេះក្រោយមកលោកគ្រូពេជ្រគាត់ក៏បានឲ្យអាវុធពិសេសមួយទៅកាន់អ្នកកំឡោះខ្លាមេឃអ្នកទាំងអស់គ្នាមានដឹងដែរឬទេថាអាវុធនោះគឺជាអាវុធស្អីនោះគឺជាពូថៅពណ៌ខ្មៅមួយដែលមានរហស្សនាមថាពូថៅប្រហាថ្មពូថៅនោះមានមុខពីរហើយវាមានអានុភាពខ្លាំងក្លាណាស់បន្ទាប់ពីប្រគល់ពូថៅនោះទៅកាន់អ្នកកំឡុកខ្លាមេឃលោកគ្រូពេជ្រគាត់ក៏បានចាក់ចេញពីទីកន្លែងនេះទៅក្រោយមកអ្នកកំឡោះរបស់ជើងក៏ទទួលបានពូថៅមុខពីរដ៏មានអានុភាពនោះគេក៏បានរក្សាទុកទៅចំណែកឯពូថៅនេះក៏បានបន្តទៅកាន់ក្មេងចំនួនក្រោយបន្តទៀតដែររឿងរ៉ាវក៏បានស្ងប់ស្ងាត់អ្នកភូមិគេក៏បាននាំគ្នាស្រែកហូដើម្បីឲ្យជ័យជំនះអ្នកកំឡោះនេះព្រោះថាបើសិនជាគ្មានសមត្ថភាពរបស់ខ្លាមេឃនិងលោកគ្រូពេជ្រស្ដេចថ្នាំទេប្រហែលជាពួកគេនៅតែរងទុក្ខដោយសារតែមនុស្សចចកនេះសពមួយដងត្រឹមតែពពួកវងចចកចូលមកអឡុកនៅក្នុងស្រុកភូមិតែប៉ុណ្ណោះបើសិនជាវត្តមានមនុស្សចចកនេះចូលមកកាន់ស្រុកភូមិជូនណាប្រហែលជាពួកគាត់មិនអាចធ្វើអ្វីទៅកាន់វាបាននោះទេត្រឹមតែសត្វចចកកំពេញកំពកភ្នែកខ្មៅពួកគាត់ទប់ទល់សឹងតែមិនចង់បានផងនោះរយៈពេលក្រោយមកខ្លាមេឃក៏បានរៀបការជាមួយនឹងស្រីក្រមុំដែលមានឈ្មោះថាមុំហើយពួកគេនេះក៏បានរស់នៅបានសុខសាន្តថែមទាំងមានកូនបន្តទៀតម្យ៉ាងទៀតខ្លាមេឃក៏បានបង្រៀនអាគមទៅកាន់កូនប្រុសដែលជាអាគមខ្លាំងក្លាម្យ៉ាងទៀតក៏បានឲ្យពូថៅមុខពីរដែលមានឈ្មោះថាពូថៅកុំចាត់ធ្មប់នេះឲ្យទៅកាន់កូនប្រុសរបស់គេផងដែរក៏ប៉ុន្តែសាច់រឿងដ៏ជក់ចិត្តមួយនេះខ្ញុំបានក៏សូមបញ្ចប់ទៅត្រឹមនេះខ្ញុំបានសូមថ្លែងអំណរគុណចំពោះការគាំទ្រ
របស់ប្រិយមិត្តទាំងអស់គ្នាម្យ៉ាងទៀតវីដេអូនេះបង្កើតឡើងសម្រាប់ចែកចាយការកំសាន្តអារម្មណ៍បើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីដែលខ្ញុំនិទានទៅមានលើខ្វះខាតត្រង់ណាក៏សូមអធិស្ឋានចំពោះរូបខ្ញុំផងបាទខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា